ការថែទាំដំណាំស្វាយចន្ទទីឲ្យបានត្រឹមត្រូវតាមបច្ចេកទេសជួយឲ្យដើមលូតលាស់ល្អការពារសមាសភាពចង្រៃនិងទទួលបានទិន្នផលខ្ពស់តើចំការស្វាយចន្ទទីរបស់លោកអ្នកកំពុងតែមានបញ្ហាប្រឈមអ្វីខ្លះសូមតាមដានវីដេអូដូចខាងក្រោមការថែទាំដំណាំស្វាយចន្ទទីឲ្យបានត្រឹមត្រូវតាមបច្ចេកទេស 1. ការកាត់តម្រឹមមែកបើសិនជាដើមនៅត្រឹមអាយុពី1ឆ្នាំទៅដល់3ឆ្នាំកាត់មែកត្រង់ផ្នែកខាងក្រោមដើមកម្ពស់8 តឹកទៅ1 ម៉ែត្រពីដីដើម្បីទុកឲ្យដើមជើងក្រោមស្រឡះនិងឆាប់ឡើងកម្ពស់ដើមធំក្រោយពីប្រមូលផលរួចកាត់ចោលនៅមែកដែលជំពាក់ស្មុគស្មាញមែកក្រៀមស្ងួតមែកកើតជំងឺមែកមិនបានផលដើម្បីឲ្យពន្លឺថ្ងៃនិងខ្យល់ចេញចូលបានល្អ 2. ការថែទាំដីដើមតូចប្រើជីធម្មជាតិជីកំប៉ុស្តជីលាមកសត្វដែលពុកផុយពី5គីឡូរហូតដល់10គីឡូក្រាមក្នុងមួយដើមបូករួមនឹងជីរូបមន្ត NPK ដើមធំដែលផ្ដល់ផលដើមរដូវវស្សាដាក់ជីធម្មជាតិពី20ទៅ30គីឡូក្រាមក្នុងមួយដើមបូករួមនឹងជីរូបមន្ត NPK ដើម្បីចិញ្ចឹមដើមនិងស្លឹកមុនចេញផ្កាចុងរដូវវស្សាបន្ថែមជីដែលសម្បូរធាតុប៉ូតាស្យូមនិងផូស្វ័រដូចជា15 ឬក៏12 17 ដើម្បីជួយបំប៉នផ្កានិងក្តឹប 3. ការស្រោចទឹកស្វាយចន្ទទីធន់ទៅនឹងការខ្វះជាតិទឹកបន្តិចមែនក៏ប៉ុន្តែក្នុងដំណាក់កាលចេញផ្កានិងកាន់ក្តឹបប្រសិនបើប្រព័ន្ធស្រោចទឹកបន្ថែមពី1ទៅ2សប្តាហ៍ម្ដងនឹងជួយកាត់បន្ថយការជ្រុះផ្កាក្តឹបនិងធ្វើឲ្យគ្រាប់ធំល្អ 4. ការគ្រប់គ្រងសមាសភាពចង្រៃសត្វល្អិតនិងជំងឺបញ្ហាដែលសំខាន់ពេលលាស់ត្រកៀបនិងចេញផ្កាត្រូវប្រើថ្នាំសម្លាប់សត្វល្អិតដូចជា Imidacloprid ឬក៏ Cypermethrin បាញ់ការពារនៅពេលដែលឃើញមានសត្វល្អិតចង្រៃដង្កូវចោះដើមចោះមែកពិនិត្យមើលរុនលើដើមប្រសិនបើឃើញមានអាចដង្កូវត្រូវឆ្កៀលយកសត្វដង្កូវចេញរួចបាញ់ឬក៏ចាក់ថ្នាំចូលក្នុងរុននិងបិទដីឥដ្ឋពីលើជំងឺក្រាំងផ្កានិងរលួយក្តឹបកើតមានច្រើននៅពេលដែលមានអាប់ឬក៏ភ្លៀងកក់ខែប្រើថ្នាំការពារដូចជា Mancozeb ឬក៏ Imidaconazole បាញ់ការពារនៅដំណាក់កាលត្រកៀបផ្កា 5. ការសម្អាតគល់និងគ្របដីជ្រុំដីនិងជម្រះស្មៅជុំវិញគល់កម្មជារង្វង់ដើម្បីកាត់បន្ថយការដណ្ដើមជីជាតិពីស្មៅយកជើងស្មៅឬក៏ចំបើងមកគ្របជុំវិញគល់រក្សាគម្លាតពីដើម10 សង់ទីម៉ែត្រដើម្បីរក្សាសំណើមដី